សាដែលមានសុភមង្គលមិនមែនជាគ្រួសារដ៏អត់ខ្ចោះនោះទេវានឹងមានការខ្វែងគំនិតគ្នាខ្លះនិងបញ្ហាប្រឈមខ្លះមានន័យថាយើងទាំងអស់គ្នាសុទ្ធតែជាមនុស្សដទៃប៉ុន្តែគាត់ឬក៏នាងសុខចិត្តរស់នៅជាមួយយើងមិនមែនមួយថ្ងៃមិនមែនមួយខែមិនមែនមួយឆ្នាំតែអស់មួយជីវិតដូចនេះវាពិតជាពិបាកខ្លាំងណាស់ដើម្បីស្វែងរកមនុស្សដែលស្រឡាញ់យើងព្រមរួមរស់នៅជាមួយយើងដាំបាយធ្វើម្ហូបបោកខោអាវមើលថែរក្សាគ្រួសារកូនកូនរបស់យើងតាមរយៈកត្តាទាំងអស់នេះគ្រួសារដែលមានសុភមង្គលនឹងតែងតែនៅទីនោះសម្រាប់គ្នាទៅវិញទៅមកពាក្យថាគ្រួសារគឺជាក្រុមមនុស្សដែលមានទំនាក់ទំនងគ្នារួមបញ្ចូលទាំងឪពុកម្ដាយកូននិងបងប្អូនបង្កើតមនុស្សក្នុងគ្រួសារស្រឡាញ់គ្នាគាំទ្រគ្នានិងមានទំនាក់ទំនងល្អជាមួយគ្នាមិនថាពួកគេជាប្រភេទគ្រួសារបែបណានោះទេគ្រួសារទាំងអស់ចេះចែករំលែកតម្លៃនិងគោលដៅរួមគ្នាការស្រឡាញ់គ្នាការគាំទ្រការបដិញ្ញាចិត្តការពារសុខភាពនិងអភិវឌ្ឍសម្រាប់សមាជិករបស់ខ្លួនជាគ្រួសារចេះជួយបង្រៀនសមាជិកខ្លួនឲ្យស្គាល់នៅគុណតម្លៃសំខាន់ដូចជាការគោរពគ្នានិងអ្នកដទៃទំនួលខុសត្រូវនិងក្តីមេត្តាជាដើមអញ្ចឹងដើម្បីធ្វើឲ្យគ្រួសាររស់នៅចុះសម្រុងគ្នានិងមានសុភមង្គលនោះតើយើងគួរមានរបៀបឬវិធីសាស្ត្របែបណាខ្លះគ្រួសារជាបទពិសោធន៍របស់មនុស្សជាតិយើងអាចប្រដូចទៅនឹងបក្សីមួយដែលកំពុងហើរនៅលើមេឃបាទនៅក្នុងន័យនេះខ្ញុំចង់សម្ដៅថាគ្រួសារចេះជំនះគ្រប់ឧបសគ្គនិងបញ្ហាប្រឈមជាមួយគ្នាដូចជាបក្សីដែលកំពុងហើរដែរដោយឆ្លងកាត់ភ្លៀងព្យុះខ្យល់មេឃងងឹតជាដើមដោយពឹងផ្អែកលើស្លាបទាំងពីររបស់វាគ្រួសារមួយត្រូវមានស្លាបដ៏រឹងមាំដើម្បីលើកស្ទួយគ្រួសារឲ្យបានខ្ពស់និងឈានដល់គោលដៅស្លាបទាំងពីរនេះតំណាងឲ្យប្តីនិងប្រពន្ធដែលមានសេចក្តីស្រឡាញ់ការគាំទ្រនិងការយោគយល់គ្នាដែលត្រូវផ្ដល់ឲ្យគ្នាទៅវិញទៅមកហើយខំប្រឹងប្រែងយោងបន្ទុកដ៏ធ្ងន់ធ្ងរឆ្លងកាត់រាល់ការលំបាកឧបសគ្គបញ្ហាប្រឈមនានាទាំងអស់នេះបានមករៀនឲ្យយើងរឹងមាំនិងចេះទប់ទល់នឹងបញ្ហាទី1បញ្ហាសេដ្ឋកិច្ចគ្រួសារបានតើគោលដៅហិរញ្ញវត្ថុរបស់យើងចង់សម្រេចបានអ្វីខ្លះយើងចង់សន្សំប្រាក់សម្រាប់ការបង់រំលោះដូចជាផ្ទះឡានម៉ូតូឬបង្កើនប្រាក់ចំណូលបាទដោយយើងកាត់បន្ថយចំណាយឬសំណងបំណុលធនាគារនៅពេលដែលយើងដឹងពីគោលដៅរបស់យើងអាចចាប់ផ្ដើមបង្កើតផែនការដើម្បីសម្រេចបានផលនោះបាទទី2មើលថែក្រុមគ្រួសារនិងការអប់រំកូនការមើលថែគ្រួសារនិងការអប់រំកូនគឺជារឿងសំខាន់បំផុតបាទ2នៅក្នុងជីវិតរបស់កូនកត្តាទាំងពីរនេះដើរទន្ទឹមគ្នាព្រោះថាកុមារដែលទទួលបានការមើលថែទាំនិងការគាំទ្រពីឪពុកម្ដាយពីគ្រួសារបានល្អទំនងជាទទួលបានជោគជ័យនៅក្នុងការសិក្សានិងក្នុងជីវិតរបស់ពួកគេការផ្ដល់កន្លែងរស់នៅប្រកបដោយសុវត្ថិភាពការបំពេញតម្រូវការជាមូលដ្ឋានរបស់កូននិងការបង្ហាញពីក្តីស្រឡាញ់ដល់ពួកគេការចូលរួមនៅក្នុងការអប់រំកូននេះមានន័យថាយើងរក្សាទំនាក់ទំនងជាមួយគ្រូរបស់កូននិងជួយធ្វើកិច្ចការផ្ទះនិងចូលរួមនៅក្នុងព្រឹត្តិការណ៍របស់សាលារៀនឪពុកម្ដាយធ្វើជាគំរូល្អសម្រាប់កូនដោយបង្ហាញពីឥរិយាបថហើយនឹងតម្លៃវិជ្ជមានហើយកូននឹងរៀនដោយការមើលឃើញពីការប្រព្រឹត្តរបស់មនុស្សធំដែលជាបាទឪពុកម្ដាយដែលជាមនុស្សពេញវ័យនៅក្នុងជីវិតរបស់ពួកគេតម្រូវការទី3គឺតម្រូវការផ្នែកសង្គមបាទ
ការចូលរួមតម្រូវការក្នុងសង្គមមានន័យថាការចូលរួមនៅក្នុងសកម្មភាពឬព្រឹត្តិការណ៍ដែលផ្ដល់ផលប្រយោជន៍ដល់សហគមន៍របស់យើងនិងអ្នកដទៃដូចជាការចូលរួមនៅក្នុងកម្មវិធីនានាបាទដូចជាមានបុណ្យមានការបាទគម្រោងអភិវឌ្ឍធ្វើផ្លូវបាទចូលរួមក្នុងកិច្ចប្រជុំព្រឹត្តិការណ៍ក្នុងតំបន់នឹងធ្វើជាអ្នកជិតខាងល្អស្គាល់អ្នកជិតខាងរបស់យើងបង្កើតពេលវេលាសម្រាប់មិត្តភ័ក្តិនិងក្រុមគ្រួសាររបស់ពួកគេហើយបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សថ្មីនេះគឺជាមូលហេតុមួយចំនួនបន្ថែមទៀតដែលគ្រួសារដែលយើងអាចចាត់ទុកថាជាបក្សីដែលកំពុងតែហើរនៅលើមេឃបានបាទទី1សមាជិកគ្រួសារតែងតែស្រឡាញ់គ្នានិងចាំគាំទ្រសម្រាប់គ្នាទៅវិញទៅមកមិនថាគ្រួសារជួបឧបសគ្គឬឧបសគ្គអ្វីមួយទេពួកយើងតែងតែពឹងគ្នាទៅវិញទៅមកសម្រាប់ការគាំទ្របាទដូចជាបក្សីដែលផ្ដល់កម្លាំងនិងស្ថិរភាពដល់គ្នាទៅវិញទៅមកដើម្បីហោះហើរឆ្លងកាត់គ្រាលំបាកបាទទី2សមាជិកគ្រួសារមានទំនាក់ទំនងល្អដោយការនិយាយបើកចំហនិងស្មោះត្រង់យើងអាចនិយាយអំពីអារម្មណ៍និងបទពិសោធន៍របស់យើងដោយមិនខ្លាចការវិនិច្ឆ័យណាមួយការប្រស័យតាក់ទងបើកចំហនេះជួយឲ្យយើងក្នុងការកសាងទំនុកចិត្តនិងការយល់អំពីការយោគយល់គ្នាដែលជាកត្តាចាំបាច់សម្រាប់ក្រុមគ្រួសារដ៏រឹងមាំមួយបាទទី3សមាជិកគ្រួសារមានឆន្ទៈនៅក្នុងការសម្របសម្រួលនៅពេលមានបញ្ហាប្រឈមណាមួយបានកើតឡើងយើងតែងតែយល់ព្រមលើអ្វីគ្រប់យ៉ាងទាំងអស់នោះប៉ុន្តែយើងសុខចិត្តធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នាឆន្ទៈនៅក្នុងការសម្របសម្រួលនេះជួយឲ្យយើងរួបរวมគ្នានិងផ្ដោតទៅលើគោលដៅរបស់យើងទី4បាទគឺការគោរពគ្នាសមាជិកគ្រួសារគោរពគ្នាទៅវិញទៅមកយើងឲ្យតម្លៃទៅលើគំនិតនិងការសម្រេចចិត្តធ្វើអ្វីមួយនិងអារម្មណ៍របស់គ្នាទៅវិញទៅមកបាទទី5គឺការបដិញ្ញាចិត្តសមាជិកគ្រួសារមានការបដិញ្ញាចិត្តចំពោះគ្នាទៅវិញទៅមកយើងសុខចិត្តចំណាយពេលវេលានិងការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យគ្រួសាររបស់យើងរីកចម្រើនទៅមុខទី6សមាជិកគ្រួសារចេះចូលរួមអបអរសាទរនៅភាពជោគជ័យជាមួយគ្នាយើងចែករំលែកនៅក្នុងភាពរីករាយនិងជ័យជំនះឲ្យគ្នាទៅវិញទៅមកដោយជួយពង្រឹងចំណងមិត្តភាពរបស់យើងនិងបង្កើនអារម្មណ៍នៃការចូលរួមនៅពេលដែលគ្រួសារមួយមានគុណសម្បត្តិទាំងអស់នេះយើងពិតជាអាចដូចជាបក្សីមួយដែលកំពុងហើរបានយ៉ាងងាយស្រួលនៅលើមេឃនិយាយជារួមមកគ្រួសារដែលមានសុភមង្គលមិនមែនជាគ្រួសារដ៏អត់ខ្ចោះនោះទេវានឹងមានការខ្វែងគំនិតគ្នាខ្លះនិងបញ្ហាប្រឈមខ្លះមានន័យថាយើងទាំងអស់គ្នាសុទ្ធតែជាមនុស្សដទៃប៉ុន្តែគាត់ឬក៏នាងសុខចិត្តរស់នៅជាមួយយើងមិនមែនមួយថ្ងៃមិនមែនមួយខែមិនមែនមួយឆ្នាំតែអស់មួយជីវិតដូចនេះវាពិតជាពិបាកខ្លាំងណាស់ដើម្បីស្វែងរកមនុស្សដែលស្រឡាញ់យើងព្រមរួមរស់នៅជាមួយយើងដាំបាយធ្វើម្ហូបបោកខោអាវមើលថែរក្សាគ្រួសារកូនកូនរបស់យើងតាមរយៈកត្តាទាំងអស់នេះគ្រួសារដែលមានសុភមង្គលនឹងតែងតែនៅទីនោះសម្រាប់គ្នាទៅវិញទៅមកស្រឡាញ់គ្នាគាំទ្រគ្នាទៅវិញទៅមកបាទខ្ញុំមានយោបល់តែប៉ុណ្ណឹងបាទសូមអរគុណ